Everyone ready for God now for word of God, please. Okay, let's pray together. ជំរាបសួរទាំងអស់គ្នាសូមឲ្យព្រះបានប្រទានពរបងប្អូនយើងទាំងអស់គ្នាកំពុងតែ online ហើយកំពុងតែចូលទៅកម្មវិធីជាមួយនឹងលោកគ្រូហើយសូមឲ្យអ្នកដែលទាំងអស់គ្នាបានស្គាល់ព្រះអង្គកាន់តែជិតស្និទ្ធហើយកាន់តែស្គាល់ព្រះអង្គកាន់តែច្បាស់ស្គាល់ព្រះអង្គកាន់តែពិតប្រាកដក្នុងផ្លូវរបស់ព្រះអង្គហើយសូមឲ្យយើងទាំងអស់គ្នាបានចូលទៅកម្មវិធីជាមួយនឹងខ្ញុំក្នុងថ្ងៃនេះសូមអធិដ្ឋានជាមួយលោកគ្រូអរព្រះបិតានៃគង់នៅឋានសួគ៌អើយសូមអរគុណទ្រង់ដែលទ្រង់ជាព្រះលើទាំងព្រះទ្រង់ជាស្ដេចលើទាំងស្ដេចទ្រង់ទាំងអស់គ្នាដែលបានចូលមកថ្ងៃនេះទ្រង់សូមឲ្យទ្រង់បានប្រទានពរដល់យើងខ្ញុំទាំងអស់គ្នាឲ្យកាន់តែជិតស្និទ្ធជាមួយនឹងព្រះអង្គស្គាល់ផ្លូវព្រះអង្គពិតប្រាកដហើយដើម្បីឲ្យកូនទាំងអស់គ្នាបានមានសេចក្តីសង្ឃឹមសេចក្តីស្រឡាញ់សេចក្តីប្រោះលោកគ្រប់យ៉ាងទាំងអស់ដោយសារប្រគុណរបស់ព្រះអង្គទ្រង់អរគុណទ្រង់ណាស់ដែលបងប្អូនកំពុងតែចូលមកកម្មវិធីជាមួយនឹងយើងខ្ញុំនៅថ្ងៃនេះសូមឲ្យព្រះអង្គជាម្ចាស់ដែលព្រះអរទាំងព្រះទ្រង់ជាស្ដេចអរទាំងស្ដេចទ្រង់បានស្រឡាញ់ដល់យើងខ្ញុំទាំងអស់គ្នាហើយអ្នកដែលកំពុងតែតាមថ្វាយបង្គំជាមួយនឹងទូលបង្គំផងដែរសូមឲ្យគាត់ទាំងអស់គ្នាមានសុខភាពមុំមួនមានសុខភាពដ៏ល្អស្គាល់ផ្លូវព្រះអង្គកាន់តែច្បាស់ដល់ពិតប្រាកដដើម្បីឲ្យកូនទាំងអស់គ្នាបានមានជីវិតដ៏អស្ចារ្យនៅឯនគរឋានសួគ៌ផងដែរទូលបង្គំសូមថ្វាយនឹងកម្មវិធីនឹងចូលទៅក្នុងឥឡូវនេះនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមអរគុណបងប្អូនអរគុណព្រះណាហើយខ្ញុំសូមជម្រាបសួរម្ដងទៀតដល់បងប្អូនទាំងជិតទាំងឆ្ងាយកំពុងតែតាមដានកំពុងតែអនឡាញជាមួយនឹងយើងខ្ញុំពីអាទិត្យមុនយើងបានអធិប្បាយពីសេចក្តីប្រោះលោះហើយសេចក្តីប្រោះលោះហ្នឹងគឺយើងនៅអធិប្បាយនៅស្តាប់តនថាយើងអធិប្បាយពីសេចក្តីសូមឲ្យយើងបានសម្រាប់និស្ស័យសាច់ឈាមឲ្យបានសមទៅតាមហត្ថលេខាផងគុណព្រះអង្គទាំងអស់គ្នាដូច្នេះបងប្អូនមិនមែនសម្រាប់មនុស្សទេគឺសម្រាប់ក្នុងសេចក្តីលោភលន់សេចក្តីស្រឡាញ់ដែលព្រះអង្គឲ្យមកយើងតែកាលណាយើងមានសាច់ឈាមច្រើនពេកហើយដូច្នេះការទាំងអស់នោះមិនគប់ហត្ថលេខាព្រះទេដូច្នេះតើតែយើងលះបង់ទាំងអស់នឹងចេញឲ្យព្រះអង្គនឹងប្រោះជំងឺយើងឲ្យបានជាពីអាទិត្យមុនថ្ងៃនេះចូលលោកគ្រូចង់អធិប្បាយពីការស្គាល់ព្រះគឺមានន័យថាស្គាល់ផ្លូវដ៏ពិតអូខេតែកាលណាយើងបានលះបង់សាច់ឈាមយើងចេញហើយយើងនឹងជឿដល់ព្រះអង្គហើយព្រះអង្គនឹងប្រោះជំងឺយើងទាំងអស់គ្នាឲ្យបានជាពីអាទិត្យមុនថ្ងៃនេះព្រះអង្គថាផ្លូវពិតរបស់ព្រះអង្គគឺព្រះអង្គនឹងបង្រៀនយើងទាំងអស់គ្នាសូមឲ្យយើងបានតាមដានទាំងអស់គ្នានៅថ្ងៃនេះជឿព្រះយេស៊ូវគ្រីស្ទគឺជាអ្នកដែលណាត្រូវតែអានព្រះបន្ទូលបងប្អូននេះជាសេចក្តីពិតរបស់ផងព្រះនេះសេចក្តីពិតនេះគឺជាយើងអានព្រះបន្ទូលរបស់ផងព្រះចូលទៅចិត្តនឹងជាមួយនឹងព្រះអង្គណាអ្នកដែលអ្នកត្រូវតែចំណាយពេលវេលាអធិដ្ឋានហើយចូលមកចិត្តជាមួយនឹងទ្រង់ហើយគម្ពីរយូហានបានចំពុក14បានប្រាប់ថាអញ្ចេះព្រះដែលជាជំនួយណាគឺជាព្រះវិញ្ញាណដ៏បរិសុទ្ធដែលដឹកនាំផ្លូវអ្នកទាំងអស់គ្នាឲ្យបានជឿដល់ព្រះអង្គហើយឲ្យយើងបានស្គាល់កាន់តែស្គាល់សេចក្តីពិតណាដើម្បីឲ្យយើងទាំងអស់គ្នាបានទទួលសេចក្តីសុខសាន្តដល់យើងទាំងអស់គ្នានៅថ្ងៃនេះដូច្នេះអរគុណព្រះណាដែលបងប្អូនយើងសំបីតាភាសាអង់គ្លេស Rose ហើយនឹងBetty ហើយមកគាត់អត់ចេះភាសាខ្មែរគាត់សុខចិត្តមកថ្វាយបង្គំដោយព្រះវិញ្ញាណបរិសុទ្ធដោយយល់ដឹងថាព្រះអង្គនឹងបង្រៀនគាត់ឲ្យគាត់មានការកក់ក្ដៅទោះជាគាត់ស្ដាប់មិនបានក៏ពិតមែនដូច្នេះអរគុណព្រះណាបងប្អូនសេចក្តីការស្គាល់ព្រះមានន័យថាយើងស្គាល់ឲ្យពិតប្រាកដណាបងប្អូនបញ្ជាក់ម្ដងទៀតដូច្នេះគម្ពីរបានបញ្ជាក់ប្រាប់ឲ្យថាព្រះអង្គនឹងប្រទាននូវព្រះវិញ្ញាណបរិសុទ្ធមួយដើម្បីមកដឹកនាំយើងម្ដងទៀតដើម្បីឲ្យព្រះអង្គបានណាឲ្យបានជួយយើងឲ្យកាន់តែជិតស្និទ្ធកាន់តែពិតប្រាកដ
ដើម្បីឲ្យយើងបានទទួលនៅសេចក្តីសុខសាន្តនៅថ្ងៃនេះជាម្ដងទៀតដូច្នេះថ្ងៃនេះគឺគម្ពីរយ៉ូហានចំពុក16ខ13ដល់15គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ណានោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងផ្លូវនៃសេចក្តីពិតណាចឹងសេចក្តីពិតហ្នឹងគឺថាបងប្អូនចុះការបងប្អូនយើងដឹងហើយកាលណាយើងជឿព្រះយើងដឹងមែនប៉ុន្តែយើងអត់ស្គាល់ពិតយើងដឹងថាយើងចង់បានសង្គ្រោះប៉ុន្តែយើងអត់បានមានប្រសពការក្នុងការខកអានខកពីដូច្នេះត្រូវឲ្យបងប្អូនយើងទាំងអស់គ្នាចឹងគម្ពីរនេះនឹងប្រាប់បង្ហាញផ្លូវយើងជា map មួយជាផ្លូវមួយណាគម្ពីរម៉ាថាយបានបញ្ជាប្រាប់ថាយ៉ាងម៉េចបងប្អូនចូលឲ្យអ្នកប្រយ័ត្នណាផ្លូវលោកីគឺធំហើយទូលាយមានមនុស្សជាច្រើនគេបានជ្រើសរើសផ្លូវនោះណាបងប្អូនមានន័យថាផ្លូវទូលាយនេះគឺអ្នកណាក៏ចង់ទៅដែរពីព្រោះផ្លូវទូលាយគឺវាស្រួលនឹងទៅតាមចិត្តទូលាយនេះយ៉ាងម៉េចមានន័យថាម៉េចគឺយើងទៅតាមចិត្តរបស់យើងតាមចំណូលចំណង់តាមអារម្មណ៍តាមការដែលយើងចង់បានប៉ុន្តែគម្ពីរបានចែងទុកថាណាផ្លូវធំទូលាយនឹងមិនជាស្រួលប្រហែលទេបងប្អូនណាតែព្រះអង្គបញ្ជាប្រាប់យើងទៀតថាខ14ថាចេះចំណែកឯផ្លូវទូចចង្អៀតវិញមនុស្សតិចណាស់ណាដែលរកឃើញផ្លូវទូចចង្អៀតនោះគឺនាំឲ្យបានជីវិតដែលសុខសាន្តនៅឱកាសជានិច្ចនេះដែលបងប្អូនយើងគួរតែចាប់អារម្មណ៍កន្លែងនេះឃើញទេគម្ពីរបានបញ្ជាប្រាប់ថាគម្ពីរម៉ាថាយបានប្រាប់យើងពីម៉ាថាយចំពុក7ខ13ដល់14បានប្រាប់ថាប្រយ័ត្នប្រយែងណាផ្លូវច្រើនណា exit ក៏ច្រើនហើយបើសិនណា if you បង្កើនណាយើងទៅខុស exit ខុសផ្លូវយើងអាចមានការទុកព្រួយកាន់តែខ្លាំងហើយដូច្នេះបើយើងមក exit ជាមួយព្រះអង្គម្ចាស់ដែលព្រះអង្គជួយយើងចង្អៀតមែនប៉ុន្តែយើងនៅមានសេចក្តីសុខសាន្តណែបងប្អូនចឹងថ្ងៃនេះខ្ញុំសូមឲ្យបងប្អូនយើងទាំងអស់គ្នាបានគិតគូរឡើងវិញបានអានគម្ពីរអធិដ្ឋានស្គាល់ព្រះអង្គកាន់តែចិត្តស្គាល់ចិត្តស្និទ្ធជាមួយព្រះអង្គចូលមកថ្វាយបង្គំខ្ញុំឃើញ Brendan ខ្ញុំឃើញRose ហើយនឹងទាំងអស់គ្នាដែលមកក៏អត់ចេះភាសាខ្មែរប៉ុន្តែគាត់ព្យាយាមគាត់ទោះជាគាត់មានប្រាជ្ញាសំបីតាដុកទ័រចន្ទថាគាត់មានប្រាជ្ញាគាត់ជាដុកទ័រគាត់ធ្វើការគ្រប់យ៉ាងទាំងអស់គាត់ហត់នឿយងើបតាំងពីម៉ោង12ម៉ោង1ម៉ោង2ព្រលឺបើកឡានទៅ San Francisco ដោយសារអីដែលគាត់តស៊ូដោយសារគាត់ចង់ជិតស្និទ្ធជាមួយព្រះអង្គគាត់ចង់ដើរគាត់ចង់ស្គាល់ព្រះអង្គកាន់ផ្លូវព្រះអង្គកាន់តែជិតស្និទ្ធហើយគាត់ដើម្បីកុំឲ្យគាត់ប្រើប្រាជ្ញាយើងនៅក្នុងលោកីនេះតែងតែថាយើងឆ្លាតឆ្លៀវក៏ពិតមែនប៉ុន្តែមិនមែនដូចឆ្លាតទេបងប្អូនយើងត្រូវតែពឹងព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គនឹងចង្អុលផ្លូវយើងថា exit នេះត្រូវទៅផ្លូវនេះត្រូវទៅហើយកន្លែងនោះហើយដែលយើងទាំងអស់គ្នាត្រូវតែអានព្រះបន្ទូលរបស់ផងព្រះដូច្នេះបងប្អូនយើងឃើញកលេចមើលជុំវិញពិភពលោកសុខខ្មែរសុខថៃគ្រប់ប្រទេសទាំងអស់ទឹកលិចឥឡូវនេះភ្លៀងណាមិនឡានអណ្ដែតនៅក្នុងទឹកម៉ូតូអណ្ដែតនៅក្នុងទឹកអត់ទឹកត្រឹមចង្កេះត្រឹមដើមទ្រូងហើយកន្លែងទីជម្រកក៏ពិបាកនឹងគេងដែរដូចថ្ងៃនេះចឹងយើងទាំងអស់គ្នាយើងមើលហេតុផលការសពថ្ងៃនេះបងប្អូនសង្កេតមើលចុះណាព្រះអង្គជិតយើងមកវិញហើយសូមឲ្យបងប្អូនយើងត្រៀមវត្តមានត្រៀមនឹងគឺថាឲ្យយើងរងចាំអធិដ្ឋានចូលមកថ្វាយបង្គំព្រះអង្គដើម្បីឲ្យព្រះអង្គបានឲ្យយើងបានដឹងជាសញ្ញាថា
ពេលវេលានេះទុកលំបាកពិភពលោកនេះគឺគេទៅគឺព្រះអង្គចង់ឲ្យគេស្រែករកព្រះអង្គថាព្រះអង្គឲ្យជួយខ្ញុំផងទឹកលិចហើយខ្ញុំអត់មានកន្លែងគេងទេមិនខុសពីយើងកូននឹងម្ដាយកូននឹងម្ដាយតែពេលណាកូនមានទុកលំបាកកូនតែងតែស្រែកដល់ម្ដាយឪពុកជួយដូច្នេះយើងត្រូវស្រែកដល់ព្រះយេស៊ូវគឺឲ្យបានជួយដល់គាត់ទាំងអស់គ្នាហើយដើម្បីគាត់នឹងបានផុតទុកពីការទាំងអស់នោះណាចូលនៅដូច្នេះត្រៀមចាំផ្លូវរបស់ផងព្រះចោះដើម្បីយើងនឹងយើងទាំងអស់គ្នាគឺយើងត្រៀមចាំណាជានិច្ចចាំយាមគ្រប់ពេលវេលាមិនមែន sometime ទេ all the time okay pray you come មកជាមួយយើងចូលមកថ្វាយគុំផងអ្នកជឿដល់ព្រះទោះបើមានការស្លាប់ឬក៏ទុក្ខព្រួយយ៉ាងណាក៏ដោយគ្រប់ពេលវេលាណាក៏ដោយគឺព្រះអង្គនឹងយល់ដឹងព្រះអង្គនឹងជួយណាជួយដល់យើងហើយព្រះអង្គនឹងជួយដល់យើងឲ្យយើងទាំងអស់គ្នាមិនឲ្យយើងទុក្ខវេទនាដល់ហួសកម្លាំងនោះទេគឺថាព្រះអង្គនឹងជួយដល់ស្រ័យយើងឲ្យយើងបានជឿទុកចិត្តលើព្រះអង្គចោះអ្នកដែលជឿដល់ព្រះអង្គពេលវេលាទ្រង់យាងមកនោះណាព្រះអង្គនឹងលើកគេឡើងទៅណាអ្នកដែលស្លាប់អ្នកខ្លះគេសួរខ្ញុំថាលោកគ្រូចុះគ្រូសាខ្ញុំប្តីខ្ញុំស្លាប់ឬក៏កូនខ្ញុំស្លាប់តើខ្ញុំនៅរស់ខ្ញុំនៅចាំខ្ញុំនៅតែមកជឿព្រះអង្គតើពេលដែលព្រះអង្គយាងមកនោះតើអ្នកដែលស្លាប់ទៅនឹងតើអាចបានទៅឋានសួគ៌ទេឬអត់ព្រះអង្គមានសន្យាថាអ្នកណាដែលជឿដល់ព្រះអង្គហើយដើរតាមផ្លូវពិតរបស់ព្រះអង្គទោះជាអ្នកណាស្លាប់ទៅក្នុងភ្នូហើយក៏ដោយតែព្រះអង្គនឹងហៅគេដាស់គេចេញពីភ្នូមកហើយព្រះអង្គនឹងយកគេទៅឯនគរឋានសួគ៌ជាមួយនឹងអ្នករស់ផងដែរដូច្នេះគម្ពីរថេសាឡូនីកទី1ចំពោះ4ខ13ទៅ18ណាដូច្នេះទាំងអ្នករស់ទាំងអ្នកស្លាប់គឺព្រះអង្គនឹងទទួលយកទៅឲ្យតែយើងស្គាល់សេចក្តីពិតផ្លូវពិតរបស់ព្រះអង្គថ្ងៃនេះសូមឲ្យបងប្អូនយើងទាំងអស់គ្នាបានប្រយ័ត្នប្រយែងត្រៀមមិនមែនជាលេងសើចទេបងប្អូនជាពេលនេះជំងឺក៏កាន់តែបៀតបៀនណាការលំបាកលំបិនយើងកាន់តែធ្ងន់ធ្ងរប៉ុន្តែសម្រាប់យើងទាំងអស់គ្នាអ្នកដែលជឿព្រះប៉ុន្តែព្រះអង្គមិនមែនថាព្រះអង្គធ្វើឲ្យទុក្ខលំបាកនោះកើតឡើងទេគឺការទាំងអស់នោះគឺជាអំពើបាបដែលនៅក្នុងโลกនេះណាត្រូវតែឆ្លងកាត់ត្រូវតែត្រៀមហើយតើចង់ឲ្យអ្នកណាជួយយើងឬក៏ចង់ឲ្យព្រះជាម្ចាស់ដែលបង្កើតឋានសួគ៌ហើយនឹងផែនដីទ្រង់មានអំណាចចេស្តាហើយទ្រង់នឹងជួយយើងទាំងអស់គ្នានៅថ្ងៃនេះដូច្នេះថ្ងៃនេះខ្ញុំសូមឲ្យបងប្អូនយើងទាំងអស់គ្នាបានជឿជាក់ថាទាំងអ្នករស់ទាំងអ្នកស្លាប់នឹងត្រូវតែព្រះអង្គនឹងទទួលយើងឲ្យតែយើងស្គាល់ផ្លូវពិតរបស់ផងព្រះអង្គគម្ពីរយ៉ូហានចំពុក14ខ6ថាខ្ញុំជាផ្លូវជាសេចក្តីពិតណាជាជីវិតបើអ្នកណាមិនមកតាមព្រះអង្គទេគឺអត់បានទៅឯនគរឋានសួគ៌ព្រះបិតាបានឡើយនេះជាសេចក្តីសន្យាព្រះអង្គថាព្រះអង្គជាសេចក្តីពិតជាផ្លូវសេចក្តីពិតហើយបើអ្នកណាមិនច្បាស់លាស់នឹងផ្លូវរបស់ផងព្រះអង្គទេយើងមិនអាចទៅព្រះបិតានៅឯនគរឋានសួគ៌បានឡើយគម្ពីរយ៉ូហានចំពុក3បានប្រាប់ថាអញ្ចេះគម្ពីរបានបញ្ជាក់ប្រាប់ថាដើម្បីអស់អ្នកណាដែលជឿដល់មនុស្សដល់កូនមនុស្សណានោះនឹងបានជីវិតនឹងមិនវិនិច្ឆ័យឡើយគឺនឹងបានជីវិតដ៏អស្ចារ្យដូច្នេះថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់គ្នាទុកចិត្តលើព្រះអង្គសង្ឃឹមលើព្រះអង្គពីព្រោះលុយកាក់មិនអាចជួយយើងបានលុយកាក់អាចជួយបដោះអាសន្នដើម្បីឲ្យយើងមានឡានជិះទៅធ្វើការបដោះអាសន្នដើម្បីត្រៀមលក្ខណៈដើម្បីឲ្យយើងបដោះអាសន្នតែប៉ុណ្ណោះប៉ុន្តែជីវិតយើងដែលសំខាន់ជាងគេគឺដែលព្រះអង្គនឹងទទួលយើងទៅឯនៅគរឋានសួគ៌កន្លែងណាដែលព្រះអង្គនៅទីណាព្រះអង្គនឹងយកយើងនៅទីនោះគឺមិនមែនខុសពីអ្នកបើថាសាសនាគេថាអ្នកតូចគឺថាទៅនៅតាមតូចអ្នកគឺស្ដេចទៅនៅតាមស្ដេចអ្នកព្រះគឺទៅនៅផ្សេង
คือเปรียได้ของการทานส่วนนี้คือกระไรนาได้พระองค์นะบางตัวนี้เป็นไรเอายืงให้พระองค์นำมาตัวยืงเตาตัวชนิดนาสลับหายก็พระองค์ตัวยืงเตาเอาได้ยืงเธอตามสิ่งใดเปิดเราเปิดตัวของตรงให้เนี่ยได้รูปในสัปดาห์โดยจึกย่อมโดยจึกย่อมได้โกนย่อมบานจะเจงปีแผ่นใดในเตามุนย่อมให้เปได้ย่อมเราแต่บรรต่อเชื่อพระองค์ย่อมเราแต่เชื่อเปรียสิ่งใดเปิดตัวของปองเพลิมเปิดตัวของปองพระองค์หนึ่งเลิกยืงเตาจึงรู้เตาจมวยหนึ่งเปได้พระองค์เยี่ยมมาเรื่องที่ปีนี้โดยเฉพาะทั้งไงนี่ย่อมส่งเอาบางคนบรรต่อสิ่งใดจำเนื้อต่อสู้ลุมปะติดตัวแมนปัจจัยพระองค์มันเอายืนครูธนาดอกสลับดอกชีวิตลายคือพระองค์หนึ่งเลิกตัวยืนพระองค์หนึ่งใบไทยสายยืนธนาถนอมยืนโดยจีมัดได้หนึ่งถนอมโกนได้เดินโกนงาโดยใช้สมเอายืนต้องเอาเคลียโจมอยตุกจัดพระองค์อธิษฐานพระองค์ตุกจัดให้พระองค์เจียบเปรี้ยเอาตั้งเปรี้ยตรงหนึ่งมันจะจอไปยืนลายคือพระองค์ไทยมันเซอร์ไทยนี้ไทยมันเซอร์คือพระองค์เนาโดดได้คือพระองค์มันได้บัดพระองค์มันได้องพลิกโกนามวยลายโดยในทางนี้ยังส่งออกคุณเปรได้บางคนกับพงแต่ตามกับพงแต่ตามสิ่งใดปิดออกของตรงกับพงแต่สลับนเปรมันตูบอมของตรงในทางนี้ส่งออกสิ่งใดสกสารปูมีอมต้องออกนี้ต้องคิดต้องชายต้องบางคนในที่นี้ผมได้ส่งออกยืนต้องออกนี้มาอันแต่ประโปต้องไม่ผมได้โดยใช้ส้มออกยืนต้องออกนี้บรรทอสิ่งใดจำเนื้อให้ตุกจัดเลยพระองค์ให้หนึ่งชื่อทาพระองค์หนึ่งช่วยเรายืนต่อโลกอากาศชนิดได้เอาเนตนาได้เชื่อพระองค์โดยฉะนั้นคือลอยมันอาจติงทางสู่บานเตเมื่อมันอาจช่วยยืนบานเตก็จะช่วยเชื่อลมอลอยยังอาจใจลอยจะสั่งเธอการยืนติงมหมหาบานคนตายสิ่งใดเพราะรู้สิ่งใดสองครัวในชีวิตเราอากาศได้ยืนหนึ่งเป็นยืนจะเจงเตายืนมันหนึ่งเราจะลงจำเรียนเตโดยฉะนั้นโดยซาพระองค์เชียเจงไทยลูกอำเภอบาปเอายืงปิ้งไทยฟูไพรแต่อ้อมคือดำไปเอายืงมันรู้ปีเสด็จศพเสด็จตุกลงมาครบอย่างสมอ้อคุณตรงนั้นไทยนี่อ้อคุณตรงนั้นไทยนี่บางคนเลยสมเอายืงต้องเอาเคลียบานกรอบโชว์อธิษฐานช่วยลูกครูนั่งประจับนั่งขนมการวิธีนี้เอายืงนั่งชุบนี่นั่งอธิษข้างมุกเตียนส้มอ้อยไม้ปูมีอมต้องเอาเคลียขโมยในโปนต้องเอายืนเนาแต่บรรทอเนาแต่สิ่งใดจำเนื้อตามสิ่งใดยืนเราสกอร์สิ่งใดเปรียบเป็นเราเปิดจมวยทำไมเราทานตัวต้องเอาเคลียสมาธิทานจมวยหนึ่งลูกครูเปรียบเวดาในกรมทานสู้ดักปูบางคนได้สมอ้อคนตรงได้ตรงอ่านปฏิเตียนโปได้ยืนขยมต้องเอาเคลียจีตัวเจ้าโกนต้องเอาเคลียเชี่ยมนุษย์เมียนบาปความเป็นอัลไซเมอร์แต่เอาเนาแต่ช่วยปลาโลกโกนต้องเอาเคลียอ่อนบานเจ้าโกนปกครองตรงหายเชี่ยยมเนี่ยครูก็บานเชียงถ้าสำนังละอ่อนนะแต่ยมบานคลายเจ้าโกนปกครองตรงหายเชี่ยเรียกทานสู้หายเชี่ยแต่โกนเมียนสำนังละอ่อนแต่เอาบานตัวตู้โกนเชี่ยมนุษย์เมียนบาปให้ผ่านโชว์ต่อจุดปูพระองค์ให้โชว์ต่อเราในโกทานสู้จมูกของของนายคนตรงสมไอเปรียมันตู้เราทานนี้มันดอกจบนักร้องชีวิตโกนไอหนึ่งมองโกนต้องเอาครีมเบียนการชื่อกันจมือมาเบียนเต็มประมาณสมไอตรงมันเปล่าโลกเกไอบันเจียคือเมียนจมือเต็มลายมันอาจเมียนอำนาจดอกโกนประมาณลายประมาณหนึ่งเมียนอำนาจนั่งเป็นใช่ไม่เจงชายไอ้ดำไปไอบันเจียกบคะแนนอันนี้สมคนตรงสมไอตรงมันกุ้งจมวยบางคนไม่ปกไม่พบต้องออกโกนต้องออกขโมยต้องออกส้มออกองมันกับสารเจ็ดยืนต้องออกเคลียยืมบานมีโอกาสโจเมาปีเมาดำไปถวายมงกุฎกองดำไปยืมบานตอนสกอสเด็จปิดตัวความตรงคนตรงนั้นตัวมงกุฎส้มถวายนึงเปรียบมันตู้เราโรนี้เราครองประเนียมพระเยซูคริสต์The men stand up and who can cross and pray for food and everything. Who come? Brother, can you go pray before I didn't put the people now? Okay, come up that side. Okay. The men are standing and then we gotta pray together for food, everything. Thank you for you come to the church and I see you next week. And thank you so much for you do good job and God be blessing and
continue to believe God. Thank you. Let's bow our heads. Dear Heavenly Father, we just want to thank you for being able to congregate together, Lord God. We thank you for our pastors and our leaders, Lord God. And we thank you for just everyone here. We ask that the Holy Spirit speak to our hearts and speak to our minds as we leave, Lord God. And let not the words of your word that Pastor gave us today just go null and void. Let them just be enriched in the souls of our bodies, Lord God, so that we can go and we can do what you called us to do. Lord God, we just ask you to bless this food, Lord God, that we're about to eat, to the nourishment of our bodies, Lord God, to the nourishment of our health and the nourishment to the nourishment of our body and the nourishment of our health, Lord God. And we ask that you bless the time that we have together and the time that we go out to the nourishment of our spirit. We love you and we thank you. In Jesus' name we pray. Amen. Amen. ខ្ញុំចង់ប្រកាសបងប្អូនថាបងប្អូនយើងអាចមានឱកាសទៅថ្វាយបង្គំ2ម៉ោងនៅស្តុកតុកទៀតសូមអញ្ជើញបងប្អូនទៅព្រោះថ្ងៃច័ន្ទនេះកូនក្មេងអត់រៀន